តែអ្នកណាសាងស្អីគឺចេញអាហ្នឹងហ្នឹងហើយសាងស្អីគឺចេញអាហ្នឹងមកបងហើយគ្មានអ្នកណាជំនួសកម្មយើងនឹងបានទេសូម្បីតែព្រះសម្មាសម្ពុទ្ធនៃយើងក៏កិច្ចអត់រួចញោមមើលពេលមួយព្រះអង្គធ្លាក់លោហិតមកទាំងដុំហើយស្រែកទឹកស្ទើរតែដាច់ខ្យល់ព្រះសម្មាសម្ពុទ្ធនៃយើងពេលមួយព្រះអង្គប្រឈួនធ្ងន់ហើយប្រើព្រះអានន្ទឲ្យតដងទឹកមកអានន្ទនេះខំរត់កាន់បាតតដងទឹកទលេកន្លែងណាតពាំងកន្លែងណាក៏ទឹកទៅជាទឹកល្អក់ទាំងអស់នឹងគេដើរគោដើរជន់សัตว์បោះសัตว์រុកធ្វើម៉េចឲ្យទៅល្អក់ឲ្យលោកសោយមិនកើតមកហ្នឹងឲ្យវេទនាក្នុងមួយខណៈហ្នឹងដោយសារអីពូជព្រះអង្គកាលព្រះអង្គនៅកងវិលជាមកងវិលប្រប៉ែពេលមួយនោះវាខឹងអាសត្វដែលខ្លួនឯងចិញ្ចឹមហ្នឹងដល់ទ្រាំមិនបានទៅអាសត្វហ្នឹងវាស្រេកទឹកដល់ខឹងអាសត្វហ្នឹងសត្វតរនផឹកទឹកយកឈើយកជើងទៅគូសទឹកហ្នឹងល្អអស់ទៅឲ្យអាសត្វហ្នឹងវាផឹកមិនកើតនឹងខឹងអាសត្វចិញ្ចឹមហ្នឹងទោះប៉ុណ្ណឹងញោមបានសូម្បីតែព្រះអង្គត្រាស់ដឹងហើយហ្នឹងណាក៏កិច្ចកម្លាំងកម្មហ្នឹងមិនរួចដែរចឹងគ្មានអ្នកណាជំនួសបានទេបើប្តីធ្វើបន់ប្តីអ្នកទទួលភរិយាធ្វើភរិយាអ្នកទទួលណ៎គ្មានអ្នកណាជំនួសអ្នកណាបានទេប៉ុន្តែមិនមែនមានន័យថាប្តីខំរលុយមកប្រពន្ធធ្វើបន់សួរតាមានអាដាមខ្លះគាត់សួរមកអញ្ចឹងចុះបើកណាប្រឹងរលុយឲ្យប្រពន្ធធ្វើបន់តើកណាបានបន់អត់ថាបានព្រោះព្រះមានសម្ដែងអំពីហេតុនាំឲ្យកើតបន់មាន10ទានមយៈសីលមយៈភាវនាមយៈអបច្ចយនមយៈវេយវិជ្ជមយៈបត្តិទានមយៈបត្តាណាវាមានអបត្តាណាវាមានអបត្តិទាននិងបត្តាបត្តិទានហ្នឹងមានន័យថាចែកអញ្ចឹងញោមទាវគាត់ទៅធ្វើបន់មកដល់ផ្ទះវិញចែកបងខ្ញុំបានប្រគេនផាត់លោក20អង្គព្រឹកមិញជូនបន់កុសលបងផងសាធុកអូនញឹមទទួលរីករាយអញ្ចឹងទៅបានទេញោមបានទេបានតែបើសិនជាប្រពន្ធមកដល់ផ្ទះបងព្រឹកមិញខ្ញុំប្រគេនចង្ហាន់លោក100អង្គសុំជូនបន់អញក៏មិនដឹងបន់ស្អីទេអញលឺថាបន់រាល់ថ្ងៃអញធុញទ្រាន់ខ្លាំងណាស់មើលទៅបានទេញោមបានទេអត់ទេវាតលបត្តាអាគេបត្តិទានចែកឲ្យហើយយើងនេះវាតបត្តាណាវាតត្រេកអទទួលយកដែរបើអត់ត្រេកអទទួលយកទេគេចែកឲ្យអាម៉េចក៏អត់បានដែរបងប៉ុន្តែប៉ុនហ្នឹងមិនមែនអស់ផ្លូវទេមិនមែនមានន័យថាប្តីមិនបានធ្វើប្រពន្ធធ្វើហើយប្តីអត់បានប៉ុនមិនមែនទេបើស្វាមីធ្វើស្វាមីមកចែកឲ្យប្រពន្ធអត់បានធ្វើក៏បានប៉ុនដូចគ្នាឲ្យតែត្រេកអររីករាយចិត្តនឹងដូចគ្នាឲ្យញោមចំណាំបើចង់ជួបគ្នាជាភរិយាជាស្វាមីជាកូនជាចៅកើតទៅជាតិមកជួបគ្នាទៀតវាតនិស័យនឹងដូចគ្នាទាននូបនិស័យបើប្រពន្ធធ្វើទានប្តីធ្វើទានសៃលោបនិស័យបើប្រពន្ធរសាសិលប្តីរសាសិលភាវនូបនិស័យបើប្រពន្ធចម្រើនចិត្តសមាទិដ្ឋិប្តីសមាទិដ្ឋិប៉ុន្តែចម្រើនដូចគ្នានឹងឲ្យទៅជាសមៈធរឲ្យទៅជាទានសមៈសៃលសមៈភាវនាសមៈហ្នឹងមានន័យថាប្រពន្ធសិល5ប្តីសិល5ហើយអាសិល5ដូចគ្នាមិនមែនដូចគ្នាតែតួរលេខទេ5ដែរប្តីប៉ាណាដែរប៉ុន្តែមកដល់អាកមន់ឆ្វោកប្រពន្ធហ្នឹង5ដូចគ្នាមិនមែន5ទទួលលេខហ្នឹងហៅតែស្មើមានន័យថាតលតែចិត្តហ្នឹងរក្សាបរិសុទ្ធដូចគ្នា5ដូចគ្នាបរិសុទ្ធដូចគ្នា8ដូចគ្នាបរិសុទ្ធដូចគ្នាឲ្យទានដូចគ្នាចិត្តបរិសុទ្ធដូចគ្នាអាហ្នឹងទើបជួបគ្នាបងហ្នឹងហើយតាខ្លះគាត់ថាកណាដប់ប្រពន្ធទៅវត្តរាល់ថ្ងៃដឹងឲ្យជាតិមុខជួបយាយនឹងទៀតអាត្មាតាបែបមិនជួបទេបើបែកគ្នាតាំងពីឥឡូវហ៎មិនបែកលោកគ្រូហើយចាំបើអាត្មាគឺអាចារ្យឯងដប់យាយមកដល់វត្តអត់ដែលទៅប៉ាណាគេផងនៅតែផឹកណែតែនៅមួយអាចារ្យនិយាយដើមនិយាយជីនៅក្រោមកត់លោកនឹងទៀតណាហើយយាយនោះមកដល់វត្តគាត់កាន់ស្រាក់ឡើងទៅថ្វាយអង្គមព្រះវិសុងអាប្រៃនេះនៅផឹកកាហ្វេផឹកតែនៅក្រោមសាលាឆាន់នេះមានឡើងទៅវិសុងមួយយាយណាដប់មកវត្តដែរប៉ុន្តែអត់មានទៅវិសុងមួយយាយផងនឹងអញ្ចឹងវាបែកផ្លូវគ្នាតាំងពីនៅរស់ហើយនឹងអញ្ចឹងវាមិនអាចជួបទេវាតល់តែយើងរក្សាសេចក្តីបរិសុទ្ធនឹងដូចគ្នាអញ្ចឹងសរុបមកណោព្យាយាមចម្រើនទៅនូវគុណធម៌និងសេចក្តីល្អក្នុងចិត្តទាំងអស់គ្នាណាញោមមិនមានអ្វីជាសារណៈដល់ប្រសើរស្មើដោយសេចក្តីល្អទេនៅទីបំផុតនៃជីវិតរបស់យើងទាំងអស់គ្នាមានតែគុណធម៌និងសេចក្តីល្អមួយគត់ដែលជាទីពឹងសម្រាប់ខ្លួនយើងទៅលោកកតរៈខាងមុខមួយទៀតណាញោមសូមអនុមោទនាដូចអាត្មាបញ្ជាក់អញ្ចឹងយើងរៀនពិចារណាពេលវេលានៃជីវិតរបស់យើងទាំងអស់គ្នាខ្លីណាស់ញោមអាខ្លីហើយអត់ទៀងទៀតបើខ្លីហើយវាទៀងមានអីញោមបើដឹងមុនទៅមានអីព្រោះវាអត់ដឹងមុនទៀតណាញោមវាមិនមែនត្រឹមតែខ្លីអីវាអត់ទៀងទៀតណានឹងដូចអាត្មានិយាយមិញពងអង្គុយទៅផ្លឹងអាលោកពងទេសទេទៅផ្លឹងទៅនឹងសម្រាប់មិនព្រឹកឡើងរឹងស្ដោកទៅហើយដូចអាត្មានិយាយយើងគេស្រឡាញ់យើងប៉ុណ្ណាក៏អត់មានអ្នកណារួមដំណើរទៅជាមួយយើងបានក្រៅអំពីសេចក្តីល្អដែរអញ្ចឹងបានព្រះអង្គឲ្យយើងរៀនពិចារណាក្នុងសូត្រមួយគឺសតិប្បដ្ឋានសូត្រហ្នឹងលោកឲ្យយើងរៀនពិចារណាប្រចាំថ្ងៃកាយានុបស្សនាសតិប្បដ្ឋានរលឹកចំពោះកាយ
ថាយ៉ាងម៉េចថាកាយដែលត្រូវរលឹកនឹងសន្ទេហោរីរូបរាងកាយរោគកណិតធាំងជាសម្បុកនៃរោគបៈខាំងគុកណាំងជារបស់ពុកផុយលោកឲ្យពិចារណាថារូបកាយនេះជារបស់ពុកផុយហើយជាសម្បុកនៃរោគហើយកាយយើងជាសម្បុករោគមែនទេញោមមែនទេរាល់ថ្ងៃមកឃើញយាយឲ្យតែដាក់គូតពុកអត់មានអួតគ្នារឿងសល់លុយនៅធនាគារទេតែដាក់គូតពុកមិនឲ្យសយអើយលឺសូសយឯងឡានសរ៉ែនមកយកអាទិត្យមុនហ្នឹងមិនឲ្យអឿនណាយខ្ញុំណោចុកលមូលកូនគេយកឡានសរ៉ែនមកយកទៅពេទ្យឆ្លោះអេកូលៃកាត់គេថាកាពះពោះវៀនចំស្អិតជាប់គ្នាអស់ហើយយាយអើយដឹងបានប៉ុន្មានទៀតទេហើយចុះអឿនឯងមិនហើយបានអង្គុយអង្គុយឈរចំខយាយអើយខ្ញុំមករយៈនេះចកេះខ្ញុំនឹងនិយាយពីអាលងពាក់ខ្សែចកេះ2 3អាពាក់អាខ្សែក្រវ៉ាត់នឹង2 3ជាន់នៅអង្គុយចង់ត្រង់ហើយចុះតែសុំនឹងមិនបានអត់ហូបបាយហូបណាយាយអើយបើធ្គៀមខ្ញុំហើមចុកអូយចុកហ្នឹងហើយអួតគ្នាតែរឿងឈឺទេចឹងបានព្រះលោកថាសន្ទេហោរីរូបរាងកាយរោគកណិតធាំងជាសម្បុកនៃរោគបៈខាំងគុណាំងជារបស់ពុកផុយប្រកបណាស់លោកឲ្យយើងនឹងសតិរលឹកចំពោះកាយនឹងថាជារបស់ពុកផុយមិនជាទីតាំងនៅមមមួយទៀតវេទនានុបស្សនាសតិប្បដ្ឋានលោកឲ្យពិចារណាចំពោះការសោយទៅនៅអារម្មណ៍ជាសុខជាទុក្ខទោមនស្សសោមនស្សបដិខៈថ្នាក់របស់យើងជាបឋិជននឹងគឺផ្លាស់ប្ដូរលឿនហាក់បីដូចជាសត្វស្វានឹងវាមានលក្ខណៈមិននៅស្ងៀមយ៉ាងណាចិត្តរបស់បឋិជនកាលណាមិនមានសតិតាំងនៅមមតែងប្រែប្រួលកើតឡើងហើយរលត់ទៅវិញកើតឡើងហើយរលត់ទៅវិញផ្លាស់ប្ដូរតិចសោមនស្សតិចទោមនស្សតិចអពេខាចិត្តផ្លាស់ប្ដូរគ្នាកុសលអកុសលកើតឡើងគ្រប់គណៈចិត្តកាលណាមិនមានសតិជាទីតាំងនៅមមមិនមានសតិក្នុងការឃុំក្រងនឹងមិនមានធម៌ក្នុងការអត់សង្កត់ចឹងណោលោកឲ្យពិចារណាតាមដានចំពោះការសោយទៅនៅអារម្មណ៍ជាសុខជាទុក្ខគ្មានទីបញ្ចប់នៅតែសោយសុខទុក្ខសើយយំជួបជុំប្រាត់ប្រាស់សុខទុក្ខសរសើរនិន្ទាចំណែនប្រចាំឈ្នានេះនៅតែវល់ចុះវល់ឡើងគ្មានទីបញ្ចប់នៅក្នុងភព3នឹងតិចកាមភពតិចរូបភពតិចអរូបភពគ្មានទីបញ្ចប់ដរាបណាយើងមិនបានយកទៅនៅធម៌ជាទីពឹងស្វែងរកនៅមោគធម៌ពលគឺការត្រាស់ដឹងមិនរកទៅនៅនិរោធមិនរកទៅនៅលោកកតរៈយើងស្វែងរកនៅលោកីយធម៌យើងរមែងណាទទួលទៅនៅការសោយអារម្មណ៍ជាសុខជាទុក្ខនឹងដូចនាបច្ចុប្បន្ននឹងគ្មានទីបញ្ចប់ធម្មមានឧបស្សនាសតិប្បដ្ឋានលោកឲ្យពិចារណាថាតែងមានសភាពប្រែប្រួលទៅជាធម្មតាមិនទៀងទាត់កំណត់ពេលវេលាថ្ងៃខែឆ្នាំនឹងប្រែប្រួលមិនទៀងសតិប្បដ្ឋាននៅសោតនឹងលោកឲ្យរៀនពិចារណាអញ្ចឹងណាពិចារណាចំពោះកាយពិចារណាចំពោះការសោយទៅនៅអារម្មណ៍ពិចារណាចំពោះការប្រែប្រួលមិនទៀងនឹងហើយពិចារណាចំពោះចិត្តនឹងឲ្យព្យាយាមអត់សង្កត់ផ្លូវចិត្តកាលណាយើងចង់បានសេចក្តីសុខយើងព្យាយាមហាត់ពុតលុតដំអប់រំចិត្តឲ្យស្គាល់ចិត្តយើងដំណើរនៃចិត្តវាដើរទៅក្នុងផ្លូវជាកុសលឬអកុសលមានតែយើងឯអ្នកដឹកបាទហើយក៏គ្មានអីធំជាងចិត្តនឹងដែរកាយនឹងទៅតាណាធ្វើអីគឺអាស្រ័យដល់សារចិត្តនឹងជាអ្នកគ្រប់គ្រងទាំងអស់ជាអ្នកអូសទាញជាអ្នកដឹកនាំទាំងអស់បើអញ្ចឹងយើងអាសាមើលផ្លូវចិត្តមើលដំណើរផ្លូវចិត្តរបស់យើងដើរទៅក្នុងផ្លូវជាកុសលកុំឲ្យដើរទៅក្នុងផ្លូវជាអកុសលទាំងអស់គ្នាហើយយកធម៌ជាសារណៈជាទីពឹងដូចអាត្មានិយាយមិញកាលណាយើងស្រឡាញ់ធម៌រក្សាយើងប្រព្រឹត្តធម៌នាំឲ្យយើងស្ងប់កាយស្ងប់វិចារស្ងប់ចិត្តនឹងមានតែសេចក្តីល្អទេនឹងជាទីពឹងសម្រាប់ខ្លួនយើងទៅមុខទៀតមិនមានអ្វីប្រសើរស្មើដោយសេចក្តីល្អនិងគុណធម៌ក្នុងចិត្តទេអាយដាមលោកជំទាវញាតិញោមប្រុសស្រីទាំងឡាយរូបកាយអាចផុតរលត់ទៅទ្រព្យសម្បត្តិអាចផុតរលត់ទៅតែអ្វីដែលដក់នៅក្នុងចិត្តកូនចៅនិងញាតិដតីដែលគេចងចាំយើងគឺកូដនិងនាមគេឈ្មោះកិត្តិយសចរណៈដំណើរនៃការប្រព្រឹត្តរបស់យើងការនៅរស់រៀនមានជីវិតយើងដើរក្នុងផ្លូវណាគេចងចាំយើងក្នុងផ្លូវហ្នឹងយើងធ្វើអាក្រក់គេចងចាំមកជីវិតនៅរឿងអាក្រក់របស់យើងធ្វើល្អគេក៏ចងចាំយើងមួយជីវិតនៅទង្វើល្អរបស់យើងរូបកាយផុតរលត់ទៅតែគេឈ្មោះនឹងសេចក្តីល្អអត់សាបសូន្យទេដូចអាត្មាធ្លាប់បញ្ជាក់ដោយសម្ដេចជួនណាតប្របាទជ័យប្រមាណទី7អីលោកសោយទីវង្គតសកុតទៅអស់រាប់រយឆ្នាំប៉ុន្តែអាឈ្មោះនឹងសេចក្តីល្អរបស់លោកនឹងដកជាប់ក្នុងហត្ថយារបស់យើងគ្រប់ចំនួនមែនទេញោមចឹងសេចក្តីល្អនិងសេចក្តីអាក្រក់នឹងវាសាបព្រោះទៅគឺណែមិនសាបសូន្យទេឲ្យសេចក្តីសុខទាំងបច្ចុប្បន្នផងប្រាក់លោកខាងមុខផងហើយឲ្យគេចងចាំពីតម្លៃនៃសេចក្តីល្អរបស់យើងទៀតនឹងខំប្រឹងចម្រើនទៅនៅគុណធម៌និងសេចក្តីល្អនឹងឲ្យបានច្រើនទាំងអស់គ្នាជាឧបនិស្ស័យសម្រាប់ខ្លួនយើងទៅមុខទៅផ្សេងគ្នាទីតីពីគ្នាទាំងអស់ធ្វើម៉េចកុំឲ្យអស់វីសាមនុស្សឥឡូវយើងបានវីសាមនុស្សល្អហើយកុំឲ្យផុតវីសាមនុស្សទៅអាអ្នកផ្សេងគេមកដដើមយើងវិញព្រោះគេចង់បានវីសាយើងច្រើនណាញោមមើលកំណើតរាប់ម៉ឺនកំណើតគូកបីដំរីសេះមន់ទាជ្រូកក្តាន់ឆ្កែឆ្មាសមោចចង្អារាប់ម៉ឺន